hai đầu vây ban chỉ nhẹ phơi khăng tê nơi khỉ vẫn pรับnhẹ tê hai đầu vây ban chỉ nhẹ tay đo nơi một nhóm khai nhẹ chập lực nhẹ tức ốcរបស់ខ្ញុំត្រូវបានគេហៅថា first encounter ការអានយើងមិនដឹងទេពេលយើងជួបគ្នាដំបូងតើនៅផ្ទះអ្នកគ្រប់គ្រងឆានមែនទេតើនោះណែណាប្រាប់មកលោកដូចគ្នានេះដែរគឺជាការពិតសម្រាប់ការចាប់ផ្ដើមនៅខាងក្រៅព្រះវិហារឥឡូវនេះអ្នកនៅទីនេះជាការពិតណាស់ខ្ញុំនឹងចូលទៅកាន់តែគោរពមនុស្សទាំងនេះពួកគេទាំងអស់សុទ្ធតែជាអ្នកស៊ើបការនៃសង្គមពួកគេទាំងអស់នៅទីនេះដើម្បីសម្លាប់ខ្ញុំអ្នកបានដឹងរួចហើយអ្នកធ្វើវាដោយចេតនាអ្នកនៅតែសង្ស័យខ្ញុំបញ្ញាគួនរវាងពួកយើងមានភាពចៃដន្យច្រើនណាស់ខ្ញុំត្រូវតែសង្ស័យប៉ុន្តែឥឡូវនេះអ្នកមានជំរឿឲ្យតែអ្នកហ៊ានមើលការបាញ់ប្រហារសម្រាប់មេដឹកនាំខ្ញុំនឹងជាអ្នកម្ដងទៀតអ្នកមើលទៅដូចនេះតើអ្នកអាចសម្លាប់ខ្ញុំដោយរបៀបណានៅក្នុងពិភពលោកដ៏លំបាកនេះប្រសិនបើអ្នកមិនខុសខើអ្នកដែលត្រូវបានស្លាប់គឺអ្នកមេដឹកនាំមិនមែនជាមនុស្សចាស់របស់អ្នកទេតើអ្នកមានគោលបំណងអ្វីក្នុងការមករកខ្ញុំអ្នកដឹងវានៅក្នុងចិត្តរបស់អ្នកឲ្យតែអ្នកហ៊ានមើលឲ្យកាំភ្លើងខ្ញុំខ្លាចខ្ញុំដាក់កាំភ្លើងឈ្មោះទៅរកអ្នកខ្ញុំបានព្រមានអ្នកកុំមកចិត្តខ្ញុំប៉ុន្តែមិនមានទ្វារទៅកាន់ឋាននរកទេអ្នកទូចឲ្យចាក់ចេញបាញ់សម្រាប់សត្វចម្លែកវាអាស្រ័យលើអ្នកខ្ញុំមិនមានជំរឿទេមិនមានការវាយប្រហារដោយគ្រាប់កាំភ្លើងខ្ញុំជារៀងរហូតនឹងមិនទទួលយកហានិភ័យអ្នកបានដឹងរួចហើយខ្ញុំបានទៅចិត្តអ្នកសម្រាប់គោលបំណងផ្សេងទៀតដូច្នេះអ្វីដែលយើងបាននិយាយនៅពេលយើងមើលថ្ងៃលិចអ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយគឺคล้ายវាជាការពិតទាំងអស់ប៉ុន្តែនៅពេលដែលយើងទៅដល់បាតរបស់វាយើងមិនអាចបន្តកុហកខ្លួនឯងបានទេទៅផ្ទះគ្រួសារយួនគឺជាគ្រួសារលេខធ្លោមួយខ្ញុំនឹងមិនហ៊ានធ្វើអ្វីចំពោះអ្នកក្នុងជីវិតបន្ទាប់របស់ខ្ញុំទេកុំនិយាយអំពីភាពស្មោះត្រង់ទៅទៀតបង្កើតបានល្អចង់ចាំមនុស្សដែលពិតជាយកចិត្តទុកដាក់ចំពោះអ្នកខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកស្លាប់ទេខ្ញុំជឿយកនាងទៅផ្ទះពូនេះជាឯកសារផ្ទះនិងសៀវភៅកត់សម្គាល់មានដីស្រែចម្ការខ្លះនៅជនបទក្រោយពីរៀបការរួចពួកគេទាំងអស់បានប្រគល់ឲ្យស៊ីលិនដើម្បីរាយការណ៍ទៅប៉ូលីសចាប់ពីពេលនេះទៅអាជីវកម្មរបស់គាត់នឹងក្លាយជាអាជីវកម្មរបស់ខ្ញុំបានបរាជ័យក្នុងបេសកកម្មរបស់ខ្ញុំវាយកមិនតាមដានរឿងនេះទេខ្ញុំនឹងរកវិធីមួយអ្នកគ្រាន់តែត្រូវការធ្វើជាកូនក្រមុំរបស់ខ្ញុំស៊ីលិនរៀបការជាមួយខ្ញុំយ៉ាងជាការពារគ្រួសាររបស់ខ្ញុំអ្នកនឹងក្លាយជាគ្រួសាររបស់ខ្ញុំចាប់ពីពេលនេះទៅការពិតនិងភាពមិនពិតរវាងពួកយើងខ្ញុំស្ទើរតែមិនអាចប្រាប់ពីភាពខុសគ្នាបានទេខ្ញុំមិនហ៊ានសួរបេះដូងទេតើខ្ញុំមានន័យយ៉ាងណាចំពោះអ្នកតើខ្ញុំគួរទាញអ្នកដោយរបៀបណាព្រោះស៊ីលិននឹងរៀបការនៅថ្ងៃស្អែកនៅក្នុងទីក្រុងគ្រួសារលេខធ្លោទាំងអស់បានទទួលការអញ្ជើញអាពាហ៍ពិពាហ៍នេះខ្ញុំនិយាយថារដ្ឋាភិបាលធ្វើបាបក្រុមពូថៅត្រូវស្វែងរកជំនួយពីភ្នាក់ងារវិទ្យាសាស្ត្រឈប់និយាយចេញទៅកូនស្រីរបស់ខ្ញុំទុកវាឲ្យអ្នកសេលីនមិនថាមានអ្វីកើតឡើងនាពេលអនាគតទេខ្ញុំនឹងស្រឡាញ់អ្នកជានិច្ចខ្ញុំមិនយល់ស្របទេខ្វាន់ស៊ីលីនខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នករៀបការជាមួយនាងទេអ្នកបានខ្ញុំចាក់ចេញដោយខ្លួនឯងខ្ញុំជាមាត់នៃសេចក្តីពិតដែលលាក់កំបាំងអ្នកកំពុងដុតខ្លួនឯងនៅក្នុងភ្លើងជាអាយ៉ៃអនុញ្ញាតឲ្យខ្ញុំទៅសិនមកតើអ្នកចង់មានន័យដូចម្ដេចឆ្មានឹងកណ្ដុរកំពុងព្យាយាមបោកខ្ញុំមែនទេពេលខ្ញុំនៅជាមួយអ្នកដេញខ្ញុំចេញខ្ញុំនៅជាមួយអ្នកផ្សេងអ្នកយកខ្ញុំមកវិញតើអ្នកចង់ធ្វើអ្វីអ្នកគឺជាស្រីរបស់ខ្ញុំនៅជាមួយខ្ញុំអ្នកនឹងសោកស្ដាយប្រសិនបើខ្ញុំអនុញ្ញាតឲ្យទៅខ្ញុំនឹងសោកស្ដាយវាឥឡូវនេះប្អូនថ្លៃខ្ញុំមិនដឹងថាអ្នកជាបងថ្លៃរបស់ខ្ញុំឬអត់ទេបើចង់យំត្រូវយំឲ្យខ្លាំងគ្រប់គ្នាបានបាត់ទៅហើយបន្ទាប់មកខ្ញុំមិនបានចាក់ចេញទេសួស្ដីប្អូនស្រីរបស់ខ្ញុំត្រូវបានចាប់បង្រត់អ្នកគឺជាកូនកំឡោះខឹងអត់យើងទាំងអស់គ្នាបានយល់ព្រមលើរឿងនេះខ្ញុំមិនមែនជាកូនកំឡោះទេប៉ុន្តែជាការដឹកនាំរបស់គាត់ចៅវាយរបស់គាត់បេសកកម្មរបស់គាត់នៅតែបន្តប៉ុន្តែឆាយញៀចិនល្អណាស់ចំពោះប្អូនស្រីរបស់ខ្ញុំគាត់ហាក់ដូចជាមិនអាក្រក់ទេឆាយញៀចិនបានចាប់ខ្លួនសមាជិក Blue Society របស់យើងសកម្មភាពត្រូវបានបង្ខំវាគ្រាន់តែជាអារក្សកុំកំចាត់គាត់នាយកនឹងមិនអនុញ្ញាតឲ្យខ្ញុំទៅទេខ្ញុំនឹងមិនអនុញ្ញាតឲ្យគ្រួសាររបស់អ្នកទាំងមូលទៅអ្នកបន្តនិយាយអ្នកនឹងការពារប្អូនស្រីខ្ញុំអស់មួយជីវិតវាប្រែថាវាគ្រាន់តែជាការនិយាយប៉ុណ្ណោះអ្នកគ្រាន់តែទាញយកផលប្រយោជន៍ពីការជឿទុកចិត្តនិងសុឆន្ទៈរបស់គាត់ដើម្បីសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនរបស់អ្នកមិនមែនខ្ញុំទេខ្ញុំពិតជាស្រឡាញ់គាត់ណាស់មានវិធីជាច្រើនដើម្បីស្រឡាញ់នរណាម្នាក់សត្រូវមិនត្រូវបានបំផ្លាញទេផ្ទះខ្ញុំសម្រាប់អនាគតរបស់យើង